Dù mấy này Apple banធ្វើការបញ្ចេញ iOS 21.5 Official ជាផ្លូវការចូលមកបងអាចធ្វើការដំឡើងវាបាននៅលើ iPhone 17 Pro Max របស់ខ្ញុំខ្ទង់ល្បាក់បែរជាជាង 11GB ដែរនិយាយទៅធំខ្លាំងមែនទែនអញ្ចឹងជាមួយនឹង version ថ្មីនេះខ្ញុំឃើញគាត់មានការបញ្ចូលរបស់ថ្មីមួយចំនួនដែរដែលខ្ញុំនឹងចូលលម្អិតនៅក្នុងវីដេអូនេះតែម្ដងដំបូងគេសម្រាប់អ្នកដែលគាត់អត់ទាន់ចេះ update បងប្អូនអាចធ្វើការចូលកាន់ setting ហើយចូលកាន់ general បន្តមកទៀតចូលកាន់ software update ទៅបងប្អូននឹងឃើញ version ថ្មីនឹងទម្លាក់មកហើយនិយាយទៅអ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេនៅពេលខ្ញុំឡើងទៅកាន់ 26.5 នឹងហើយនៅពេលខ្ញុំចូលមកកាន់កន្លែងតាំងរូបភាពអញ្ចឹងខ្ញុំអាចអូសកន្លែង lock screen របស់ខ្ញុំហើយខ្ញុំសង្កត់វាខ្ញុំអាចធ្វើការចុចប៊ូតុងបូកអញ្ចឹងត្រង់ហ្នឹងបើខ្ញុំអូសចុះក្រោមបន្តិចយើងនឹងឃើញមុខងារមួយវាដាក់ថា Pride អញ្ចឹងកន្លែង Pride ហ្នឹងគាត់បានធ្វើការបញ្ចូលរូបភាពថ្មីមួយហើយនៅក្នុងនោះយើងមានជម្រើសពណ៌ច្រើនមែនទែននៅពេលយើងអូសទៅក៏យើងមានពណ៌ប្លែកៗណាប៉ុន្តែនៅពេលយើងអូសឲ្យផុតអញ្ចឹងសម្រាប់យើងអូសឲ្យផុតគឺវានឹងឲ្យយើងធ្វើការរើសពណ៌តែម្ដងអញ្ចឹងក្នុងនេះយើងចង់ស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅហើយការពិសេសនៅពេលខ្ញុំ lock screen ឬក៏ lock ទូរស័ព្ទរបស់ខ្ញុំវាបង្ហាញជា animation fade ចុះ fade ឡើងមើលទៅផ្លាយស្អាតខ្លាំងមែនទែនចំណុចដែលថ្មីមួយទៀតនៅក្នុង Apple Map អញ្ចឹងបើយើងចូលមកកាន់ Apple Map ជាទូទៅនៅពេលយើងធ្វើការ search អីមួយគឺវាបង្ហាញត្រឹមតែទីតាំងដែលយើង search ហ្នឹងទេប៉ុន្តែដោយសារតែ version 26.5 នេះគាត់បានធ្វើការបញ្ចូល add មានន័យថានៅលើផែនទីរបស់ Map លើបើ Apple Map លើវាមានពាណិជ្ជកម្មឲ្យយើងដែរហើយវា suggest កន្លែងនឹងឲ្យយើងប៉ុន្តែខ្ញុំបានតេស្តនៅលើទូរស័ព្ទរបស់ខ្ញុំវាអត់បង្ហាញទេប្រហែលអាចមកពីនៅក្នុងស្រុកយើងណាប៉ុន្តែសម្រាប់ដូចនៅប្រទេសដូចជាសហរដ្ឋអាមេរិកអីប្រហែលជាមានមុខងារ add អីហ្នឹងតែនៅស្រុកយើងដូចជាអត់ទាន់មានទេហើយទៅលើ iMessage វិញក៏គាត់បានធ្វើការដាក់ support ជាមួយនឹងទូរស័ព្ទ Android ដែរអញ្ចឹងអ្នក Android គាត់អាចប្រើប្រាស់ iMessage ដូចទៅនឹង iOS ដូចគ្នាដែលគេហៅថា OCS message ហ្នឹងឯងហើយវា encrypted មានន័យថាវាសុវត្ថិភាពណាប៉ុន្តែមុខងារមួយហ្នឹងគឺនៅស្រុកយើងក៏អត់មានដូចគ្នាហើយវាមាននៅតែសហរដ្ឋអាមេរិកហើយនិងសហភាពអឺរ៉ុបបន្ទាប់ពីឡើងទៅកាន់ 26.5 សូមណែនាំឲ្យបងប្អូនចូលមកកាន់ setting ហើយកុំភ្លេចចូលមកកាន់ privacy and security ហើយយើងអូសចុះក្រោមឲ្យផុតណាបងប្អូននឹងឃើញមុខងារមួយវាដាក់ថា background security improvement អញ្ចឹងកន្លែងត្រង់ហ្នឹងគឺយើងបើកមុខងារ automatic install មកដើម្បីបើក្នុងករណីដែលគាត់បន្ថែមអីពីលើហ្នឹងទៀតវា load តម្លើងឲ្យយើងស្វ័យប្រវត្តិតែម្ដងតទៅនឹងប្រព័ន្ធសុវត្ថិភាពណាហើយឥឡូវតទៅនឹងថ្មវិញតើនៅពេលយើងឡើងទៅកាន់ 26.5 ហ្នឹងមានធ្លាក់ភាគរយថ្មអីអត់អញ្ចឹងណាអញ្ចឹងបើតាមខ្ញុំឆែកនៅក្នុង battery នៅក្នុង battery health ទូរស័ព្ទ17 Pro Max របស់ខ្ញុំវាសល់ 96% តែប៉ុន្តែវាធ្លាក់តាំងពីមុនខ្ញុំដំឡើងទៀតអញ្ចឹងបើសួរថាឡើងទៅកាន់ 26.5 ហ្នឹងវាធ្លាក់គុណភាពថ្មអត់ទេហើយតទៅ performance ការចេញចូលកម្មវិធីហើយដំណើរការឆ្លាស់ពីមួយទៅមួយការភ្ជាប់ Wi-Fi ប្រើប្រាស់អ៊ីនធឺណិតអីខ្ញុំឃើញថាវាមានភាពលំនឹងល្អមិនមានជាបញ្ហាអីទេអញ្ចឹងអ្នកដែលគាត់មានបញ្ហាថ្មពី version ចាស់ដែលអាចឡើងមកកាន់ 26.5 នេះទៅវាល្អដែរអញ្ចឹងណាហើយមួយទៀតខ្ញុំសូមណែនាំបងប្អូនចូលកាន់ setting ហើយចូលកាន់ general បន្តទៀតចូលកាន់ about អញ្ចឹងនៅចូលកាន់ about បងប្អូនអាចឃើញ carry update ហ្នឹងគឺវា update ទៅលើប្រព័ន្ធសេវាទូរស័ព្ទរបស់យើងឲ្យវាដំណើរការស្រួលណាអញ្ចឹងបើអ្នកដែលគាត់ឡើង version 26.5 ថ្មីគួរតែចូលកាន់ about ហ្នឹងទៅវានឹង load ទាំង pop up ហ្នឹងឲ្យយើងចុចប៊ូតុង update ទៅជាការស្រេចសរុបជារួមមកវិញយើងគួរតែឡើងទៅកាន់ 26.5 អត់បងប្អូនអាចឡើងទៅអត់ជាបញ្ហាទេហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត